សម្លម្ជូរស្រែណែត្រីស្រែហើយតកួនឆ្លក់ទឹកហើយជាមួយកញ្ឆែតទឹកទឹកបងប្អូននិយាយពីរងថ្ងៃមុខម្ហូបតាមរដូវកាលរដូវតកួនឆ្លក់ទឹកកញ្ឆែតឆ្លក់ទឹកអញ្ចឹងនិយាយពីថ្ងៃណាថ្ងៃតកួនថ្ងៃណាថ្ងៃកញ្ឆែតដែរញ៉ាំរាល់ថ្ងៃអត់ចេះធុញទេអាចយកមកឆាយកមកស្លយកមកបុកទឹកគ្រឿងស្រស់លក់ញ៉ាំលក់ឆៅអីនិយាយទៅឆ្ងាញ់បដ ாய் គឺថាវាដាក់ទៅឈប់ជាតិហ្មងបងប្អូនជួយចិត្តញ៉ាំតកួនឆ្លក់ទឹកកញ្ឆែតឆ្លក់ទឹកដូចខ្ញុំឥឡូវយកមកស្លម្ជូរចេះក៏ឆ្ងាញ់ដែរបងប្អូនយើងយកត្រីស្រែមានពងមានអីចឹងមកហើយអត់បាច់ធ្វើអីច្រើនទេបងប្អូនដាំទឹកឲ្យពុះមកបង់គល់ក្រែងដីខ្ទឹមអីរមៀតអីមកដាក់ដុំមកតែប៉ុណ្្នឹងទៅហើយជ្រុំប្រហុកមកប្រហុកបងប្អូនដាក់ប្រហុកឲ្យរីងដិតឈ្ងុយតិចមកណាហើយម្ជូរតាមបំណងណាបងប្អូនចង់ដាក់ស្លឹកអំពិលក៏បានកសាំងក៏បានខែនេះក៏សាប៊ូកសាំងដែរហើយអំពិលទុំក៏បានដែរតែថ្ងៃនេះខ្ញុំចង់ស្លជាមួយអំពិលទុំម្ដងអញ្ចឹងដាក់អំពិលទុំឥឡូវបង់ហើយយើងបង់តាស្ករអំបិលប៊ីចេងស្ករយើងលួចទិញទួញមកបានហើយអំបិលប៊ីចេងឲ្យហើយមកនឹងឲ្យដាក់ទៅភ្លក់ឲ្យស្ករឲ្យចាប់ជាតិល្មមហើយដាក់ត្រីបង់ត្រីយកគ្នាហ្មងត្រីហ្នឹងយើងលាងសម្អាតវាស្អាតទៅហើយទេណាបងប្អូនអាចថាចង់ឲ្យជ្រះម្អិលអីល្អស្រោះទឹកក្តៅវាមកទឹកសិនទៅហើយលាងវាឲ្យស្អាតទៅចាំយកមកស្លអាហ្នឹងធានាគុណភាពថាអត់ឆ្អាបអត់អីទេស្លទៅគឺមានជាតិឆ្ងាញ់ហើយត្រីស្រែរដូវនេះគឺថាមួយណាកំពងដែរបានត្រីស្រែគឺបានឆ្ងាញ់ហ្មងត្រីស្រែមានជាតិហើយមានពងទៀតស្លទៅគេថាមានគុណភាពដាក់ទៅឆ្ងាញ់ជាប់ចិត្តហ្មងអញ្ចឹងយើងបង់តែម្ទេសពី3គ្រាប់មកម្ទេសអាចសាត់ក៏បានម្ទេសក្រហមក៏បានហើយនឹងហិលក្តៅជូប្រៃហិលនឹងបងប្អូនអូយនិយាយពីអេម៉ងចឹងមើលទៅថាល្មមហើយអូខេហើយយើងចាប់ផ្ដើមបងបន្លែយើងតែមកផ្លោកទៅមកពុះហ្នឹងគឺបានហើយមិនបាច់ទុកយូរទេនាំតែរលួយទេព្រោះតកួនកញ្ឆែតយើងសិតតែផុយស្រួយខ្ចីលហកហ្នឹងអញ្ចឹងបងតែមកផ្លោកមកយើងបងមកអមឬក៏មិនតែប្រៅតាមចំណង់ចំណូលចិត្តបងប្អូនមកបានហើយរួចរាល់តែបណ្ដាអញ្ចឹងអត់មានទុកយូរទេបងប្អូនហើយជុំគ្នាទៅហើយសម្លនេះដែរបងប្អូនញ៉ាំក្តៅអញ្ចឹងយើងស្លភ្លាមក្តៅអញ្ចឹងហើយយើងយកមកញ៉ាំក្តៅអញ្ចឹងมันឆ្ងាញ់មិនទុកដល់ត្រជាក់អីលើកមកហុយក្តៅហិលហើយជូរប្រៃហ្នឹងឯងតំណប់ជាមួយត្រីងៀតអាំងសាច់ជ្រូកចៀនអីមកបានពីរមុខអញ្ចឹងឆ្ងាញ់ហ្មងចំណងចំណូលចិត្តខ្ញុំគឺឥឡូវមកទៀតហើយឆាតតកួនចង់រងថ្ងៃហ្មងបើថាបងប្អូនចង់ត្រីបឹងកញ្ឆែតត្រីអីក៏ឆ្ងាញ់ដែរបាទហើយសម្លខ្ញុំមួយថ្ងៃហ្នឹងមានកពឹសបងប្អូនខ្ញុំទិញកពឹសស្រែគេហ្នឹងបានមួយខាំដែរអញ្ចឹងយើងបង់បន្លែយើងល្មមហើយដាក់តែកពឹសតែមួយផ្លោកទៅកូរតែមួយផ្លេតហើយយើងលើកចោះមកអត់អីទេវាឆ្ងាញ់ជាតិហ្មងអញ្ចឹងអ្នករួចរាល់បងប្អូនមើលទៅចង់ញ៉ាំហ៎តំណងអត់បងប្អូនដាក់តែមួយពុះទេណាចឹងពុះតែប៉ុណ្្នឹងបានហើយហៅបងប្អូនយើងមកគ្រួសារយើងមកអង្គុយជុំគ្នាទៅញ៉ាំទៅជូរប្រៃញ៉ាំម្ទេសតិចមកអូយជាតិណែជាតិខ្លាំងណាអ្នកស្រែអ្នកចំការមានម្ហូបអីទេមានតែប៉ុណ្្នឹងឯងសម្លតែប៉ុណ្្នឹងឯងបែបអ្នកស្រែចឹងសម្លមួយមុខនេះសម្រាប់ចាស់ឬក៏ដែលថាខ្វះចំណង់អាហារដូចតលាន់សាច់តលាន់អីបងប្អូនស្លមួយមុខនេះញ៉ាំទៅមិនខកបំណងទេគឺញ៉ាំទៅបាយបានតែម្ដងញ៉ាំឆ្ងាញ់ចាប់ជាតិចាស់វិញគាត់ចូលចិត្តណាស់ជូរប្រៃហិលតិចហ្នឹងហើយសម្លត្រូវជាបន្លែ